សួស្តីបងប្អូននិងក្មួយៗទាំងអស់ជាពិសេសកូនស្រីហើយនិងក្មួយៗមកអ៊ំទាំងសិនជាកូនឃើញកូនអាចធ្វើតាមបាននេះជារបៀបស្លការីដែលគ្រួសារយើងចូលចិត្តញ៉ាំទាំងអស់គ្នានេះកូនម៉ាក់ចាស់ទៅចង់ញ៉ាំស្លការីអីឲ្យកូនធ្វើឲ្យញ៉ាំម្ដងរបៀបស្លការីនេះក៏ម៉ាក់ចេះពីម៉ាក់យាយដែរចាអញ្ចឹងកូនមើលស្លការីហ្នឹងមានគ្រឿងអីខ្លះអញ្ចឹងចាប់ដើមមុនដំបូងគឺយើងចិតដលងហើយនឹងខ្ទឹមបារាំងយើងដាក់ត្រាំទឹកចោលសិនអញ្ចឹងខ្ទឹមបារាំងដែលយើងចិតត្រាំទឹកហ្នឹងដើម្បីឲ្យអស់ជ័រហើយនឹងអស់ឈួលហើយដលងជ្វាហ្នឹងគឺយើងត្រាំទឹកដើម្បីអស់ជ័រដែរជ័រដលងជ្វាពេលធ្វើឲ្យដលងខ្មៅវាអត់ស្អាតចំពោះមាន់យើងប្រាប់អ្នកលក់ថាយកមាន់ស្លការីនេះវាធំហើយសាច់វារាងចាស់បើយើងយកមាន់ខ្ចីមកយើងស្លការីទៅបែកអត់ឆ្ងាញ់ចានេះចំពោះគ្រឿងស្លអញ្ចឹងកូនមើលមានដេងមានគល់ក្រៃល្មៀតស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមចាមានម្ទេសក្រៀមក្រហមម្ខាំចំពោះគ្រឿងការីមានសបកឈើអែមមានក្របម្ខាក់ឡាវហាវហើយនឹងផ្កាចាយមានកពិហើយនឹងខ្ទិះដូងចាចំពោះមាន់4គីឡូហ្នឹងប្រើខ្ទិះដូងសុទ្ធ3គីឡូខ្ទិះដូងដែលម៉ាក់ម្លេចេញដាក់ចានមួយផ្សេងនេះគឺទុកសម្រាប់ពេលសម្លយើងឆ្អិនអញ្ចឹងយើងដាក់ខ្ទិះដូងនឹងចូលតាមក្រោយទៀតដើម្បីឲ្យសម្លយើងហ្នឹងកាន់តែឈ្ងុយឆ្ងាញ់ហើយម្ទេសក្រៀមនេះកូនយកទៅត្រាំទឹកដើម្បីឲ្យវាធ្លាក់ដីហើយយើងលាង 4-5 ទឹកទៅហើយរួចហើយកូនបាច់យកមកច្រាំដូចម៉ាក់ក៏បានដែរដាក់ម៉ាស៊ីនកាន់ឲ្យម៉ត់ទៅចំពោះគ្រឿងគ្រប់មុខដែលម៉ាក់កាន់នេះគឺម៉ាក់ហាន់ដាក់ទាំងអស់នេះគឺខ្ទឹមសចំនួន3មើមសម្លការីមិនអាចខ្វះខ្ទឹមក្រហមបានទេធ្វើឲ្យទឹកសម្លខាប់ហើយមានជាតិខ្ទឹមក្រហមយើងដាក់ស្មើឬក៏ច្រើនជាងខ្ទឹមសម៉ាក់ហាន់គល់ក្រៃដេងល្មៀតសាក៏គេមានគល់ក្រៃហើយនឹងគ្រឿងផ្សំហើយដែរតែម៉ាក់ដែរទិញទេម៉ាក់យកមកផ្សំខ្លួនឯងផ្សំគ្រឿងគ្រប់មុខរួចអស់ហើយម៉ាក់យកមកបុកជាមួយខ្ទឹមសខ្ទឹមក្រហមហើយនឹងល្កុយសើចសម្លការីគឺយើងបុកគ្រឿងឲ្យម៉ត់កាន់តែឆ្ងាញ់នេះយើងចូលមកដល់ផ្សំលីងគ្រឿងការីហើយលីងគ្រឿងការីនេះកូនត្រូវប្រយ័ត្នយើងបើកភ្លើងតិចបានហើយផ្កាច័ន្ទហ្នឹងគឺយើងបេះចំណិតចឹងឲ្យហើយយើងដាក់មុនគេមើលទៅផ្កាច័ន្ទក្រហមឈ្ងុយឆ្អិនហើយយើងដាក់គ្រាប់ម្ខាក់ចូលហើយភ្លើងយើងនៅតែរក្សាឲ្យខ្សោយតិចដែរហើយនៅគ្រាប់ជីវ៉ាន់ស៊ុយក្រោយគេនេះគឺយើងបិទភ្លើងហ្មងទៅគ្រាន់តែក្តៅចំហាយក្តៅខ្ទះហ្នឹងក៏វាឆ្អិនដែរព្រោះវាស្ដើងជាងគេសរុបមកលីងគ្រឿងការីយើងអត់បើកភ្លើងខ្លាំងទេយើងខ្លាចវាឆាប់ខ្លោចព្រោះគ្រឿងការីវាស្ងួតស្រាប់វីដេអូចុងក្រោយនេះគឺម៉ាក់លីងឈើអែមហើយនឹងគ្រឿងការីហ្នឹងយើងលីងរួចរាល់អស់ហើយគឺយើងយកមកបុកចូលគ្នាឲ្យម៉ត់ខៃហ្មងណាតែកូនបាច់បុកដូចម៉ាក់ទេកូនយកម៉ាស៊ីនកិនស្ងួតហ្នឹងយកមកកិនមកគ្រឿងការីដែលម៉ាក់បុកនេះម៉ាក់ដាក់តែ2ស្លាបព្រាបាយទេនៅសល់គឺយើងទុកធ្វើលើក្រោយទៀតច្រើនពេកក៏ធំក្លិនខ្លាំងពេកវាទៅជាអត់ឆ្ងាញ់វិញគ្រឿងគល់ក្រៃអីមិញមុនហ្នឹងកូនបាច់បុកដូចម៉ាក់ទេកូនយកម៉ាស៊ីនកិនគ្រឿងរបស់យើងហ្នឹងយកមកកិនហ្មងគ្រឿងបុកនិងគ្រឿងកិនរសជាតិស្លឆ្ងាញ់ដូចគ្នាកូនម៉ាក់សាកអស់ហើយតែវីដេអូនេះម៉ាក់ថតតាំងពីយើងមិនតាន់ដកម៉ាស៊ីនឥឡូវយើងមកចាប់ដើមស្លយើងដាក់ខ្ទិះដើមសុទ្ធហ្នឹង3វែកហើយកូរវាបន្តិចទៅដាក់កាពិ1ស្លាបព្រាបាយកំប៉ុងស្មើនឹងកន្លះកែវកាពិហ្នឹងយើងលីងឲ្យស្ងួតឲ្យក្រៀមតែណាអត់ក្រៀមទេគឺយើងដាក់ទឹកស្លទៅឆ្អាបចាហើយបើឆ្នាំងស្ងួតពេកយើងថែមខ្ទិះដូងកាពិក្រៀមហើយអញ្ចឹងកូនស្រួលមើលទេកាពិក្រៀមគឺវារាយអញ្ចឹងណាបើកាលណាវាមិនតាន់ក្រៀមទេវាស្អិតដូចយើងដាក់ដំបូងចុះមកយើងដាក់ម្ទេសក្រហមយើងលីងវាឲ្យក្រៀមហើយចេញពណ៌ក្រហមល្អក្នុងចំណុចលីងកាពិរហូតដល់លីងគ្រឿងអ្នកខ្លះគាត់ប្រើជាប្រេងស្ដែកឬក៏ខ្លាញ់អីចឹងណាប៉ុន្តែម៉ាក់ប្រើតាមម៉ាក់យាយពីដើមមកម៉ាក់យាយអត់ដែលប្រើខ្លាញ់ទេគឺប្រើតែដូងសុទ្ធទាំងអស់ចាអញ្ចឹងឥឡូវនេះម្ទេសយើងក្រៀមហើយក្រហមល្អបន្ទាប់មកយើងដាក់គ្រឿងបុកចូលហើយគ្រឿងបុកនេះក៏យើងលីងវាឲ្យក្រៀមឲ្យស្ងួតហើយឈ្ងុយបើកូរពេកអញ្ចឹងយើងថែមទឹកខ្ទិះទៀតអញ្ចឹងសរុបមកគ្រឿងស្លការីយើងគឺយើងលីងតាមតំណអញ្ចឹងលីងតតែឈ្ងុយលីងតតែក្រៀមអញ្ចឹងហើយយើងដាក់គ្រឿងការីចូលអញ្ចឹងកូនកូរឆាវាចូលគ្នាឲ្យសព្វអស់មកឲ្យឈ្ងុយស្ងួតបន្តិចសិនទៅយើងដាក់សាច់មាន់ចូលសាច់មាន់ហ្នឹងកូនឆាត្រឡប់ជាមួយគ្រឿងហ្នឹងឲ្យចូលជាតិគ្នាឲ្យល្អចូលជាតិគ្នាឲ្យសព្វហើយកូនដាក់គ្រឿងទៅដាក់អំបិលប៊ីចេងស្ករអីតាមដែលយើងចូលចិត្តថាសាបប្រៃអីប៉ុណ្ណាចឹងទៅហើយចំពោះសម្លការីគឺចាប់ជាមួយស្ករត្នោតកូនដាក់ស្ករត្នោតឆ្ងាញ់ជាងស្ករសហើយកូនដាក់អំបិលទឹកត្រីអីហ្នឹងកុំដាក់ច្រើនពេកយើងដាក់តិចសិនទៅព្រោះកាពិនោះប្រៃម្សាហើយដែរពេលដាក់សាច់មាន់ចូលមកគឺវាមានចេញទឹកអញ្ចឹងកូនងាស់ឲ្យដាច់ទឹកអញ្ចឹងនេះគេហៅថាដាច់ទឹកហ្នឹងណាងាស់ឲ្យដាច់ទឹកហើយចាំយើងចាក់ខ្ទិះចូលចាហើយទីនេះខ្ទិះសុទ្ធគេហៅថាខ្ទិះដើមណាខាប់ល្អហើយកូនដាក់ទឹកសាបចូល2លីត្រកន្លះទៀតមកហើយនឹងដាក់ឈាមមាន់ឲ្យហើយទៅឈាមមាន់នេះឆ្អិនម្សាហើយសម្លពុះកូនដាក់ដលងជ្វាហើយនឹងខ្ទឹមបារាំងមកដាក់ឲ្យបិទកម្របទៅហើយពេលសម្លពុះហ្នឹងគឺយើងភ្លក់មើលទៅសាបប្រៃអីត្រូវថែមគ្រឿងឲ្យហើយនៅពេលហ្នឹងអញ្ចឹងឥឡូវសម្លពុះហើយអញ្ចឹងកូនមើលដលងជ្វាហ្នឹងឆ្អិននៅបើឆ្អិនហើយយើងយកក្បាលខ្ទិះហ្នឹងដែលយើងទុកពីមុនមកហ្នឹងយកមកដាក់ក្នុងឆ្នាំងមកហើយប៉ុណ្ណឹងកូនអាចបិទភ្លើងបានហើយយើងក្របយើងកុំឲ្យក្របចិត្តកាលណាក្របចិត្តពេកផ្អូមឆាប់ផ្អូមណាស្លក្តៅអញ្ចឹងយើងក្របចិត្តវាហប់ទៅវាអាចផ្អូមអញ្ចឹងយើងប្រហើបក្របបន្តិចទៅយើងក្របបាច់ចិត្តឆ្នាំងហើយយើងប្រហើបបន្តិចទៅចាឥឡូវនេះសម្លការីសាច់មាន់របស់យើងឆ្អិនរួចរាល់អស់ហើយសម្លការីកាលចំនួនម៉ាក់យាយស្លម៉ាក់យាយដាក់ទឹកដោះគោខាប់កន្លះកំប៉ុងទៅ1កំប៉ុងទៅតាមដែលបរិមាណដែលយើងស្លតែសម័យឥឡូវដោយសារយើងកាត់បន្ថយការញ៉ាំផ្អែមហើយម៉ាក់កាត់ចោលទឹកដោះគោហ្នឹងម៉ាក់អត់ប្រើទេហើយម៉ាក់មកប្រើខ្ទិះដូងឲ្យច្រើនវិញចាបងប្អូនទាំងអស់គ្នាសម្លការី
យើងអាចធ្វើខុសប្លែកគ្នាបន្តិចបន្តួចទៅតាមការនិយមចូលចិត្តញ៉ាំរបស់គ្រួសារយើងនីមួយៗដូចបងប្អូនខ្លះគាត់ចូលចិត្តដាក់ស្បែកគួរហើយការ៉ុតឬក៏ត្រប់ភ្លុកអីចឹងឬក៏ត្រពាំងអីចឹងណាឆ្ងាញ់ម្នាក់ម្យ៉ាងចំណែកគ្រួសារខ្ញុំចូលចិត្តដាក់តែដលងហើយនឹងខ្ទឹមបារាំងចាបងប្អូនឃើញអត់នេះហើយក្តីសុខផ្លូវចិត្តរបស់ម្ដាយចូលចិត្តធ្វើម្ហូបណាដែលធ្វើហើយកូនចូលចិត្តញ៉ាំ